សួស្តីអ្នកទាំងអស់គ្នាខ្ញុំ Joseph Partnership Manager នៅ Ivy Law នៅក្នុងវីដេអូខ្លីមួយនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីរបៀបនៃការបង្កើត account ដែលយើង sign up ជា client សម្រាប់ Vloy ហើយពីរបៀបនៃការស្វែងរក freelancer នៅក្នុង Vloy និងពីរបៀបនៃការ booking service ផ្សេងៗរបស់ freelancer នៅក្នុង Vloy ទាំងដែរហើយការទាំងអស់នោះគឺងាយមែនទែនអញ្ចឹងនៅក្នុង platform Vloy freelancer ពួកគាត់មានតួនាទីក្នុងការបង្កើត service ផ្សេងៗដែលពួកគាត់បានធ្វើពីមុនមកដើម្បីចែករំលែកទៅកាន់លោកអ្នកទាំងអស់គ្នាដែលមានដូចជា photographer, videographer, graphic designer, editor, website developer និងជាច្រើនទៀតលោកអ្នកអាចជា business owner ឬក៏លោកអ្នកអាចជាបុគ្គលិករបស់ក្រុមហ៊ុនណាមួយលោកអ្នកអាចស្វែងរក service ផ្សេងៗដែលលោកអ្នកត្រូវការបានដូចជាអ្វីដែលខ្ញុំបានជម្រាបខាងលើអញ្ចឹងដោយលោកអ្នកគ្រាន់តែចូលមកក្នុង platform របស់ពួកយើងហើយលោកអ្នកអាចចាប់ផ្ដើមឆាតជាមួយនឹង freelancer រូបណាដែលលោកអ្នកពេញចិត្តឬក៏លោកអ្នកអាចតាក់ទងមកកាន់ក្រុមការងាររបស់ពួកយើងក៏បានហើយក្រុមការងាររបស់ពួកយើងនឹងរៀបចំ list freelancer សម្រាប់លោកអ្នកតែម្ដងដើម្បីចូលមកកាន់ platform របស់ Vloy បានអ្នកទាំងអស់គ្នាត្រូវតែវាយពាក្យថា vloy.asia នៅពេលដែលអ្នកទាំងអស់គ្នាបានចូលដល់ផ្ទាំង sign up នេះហើយអ្នកទាំងអស់គ្នានឹងឃើញ position 2មួយគឺជា freelancer មួយជា employer ជាដំបូងអ្នកទាំងអស់គ្នាត្រូវតែចុះឈ្មោះរបស់អ្នកទាំងអស់គ្នាសិនអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែបំពេញ email របស់អ្នកទាំងអស់គ្នាជាមួយនឹង password របស់អ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាបានបំពេញរួចហើយនឹងមាន email មួយចូលទៅក្នុង email របស់អ្នកទាំងអស់គ្នាដែលជា email confirmation អញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែ click link នៅក្នុង email របស់អ្នកទាំងអស់គ្នាដើម្បីចូលមកកាន់ website របស់ Vloy មួយសាទៀតហើយនេះគឺជា dashboard overview នៅពេលដែលអ្នកទាំងអស់គ្នាបាន log in ចូលមកដល់ទីនេះហើយអ្នកទាំងអស់គ្នានឹងមាន access សម្រាប់ personal dashboard របស់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាអាចមើលកន្លែងនេះបានហើយនេះគឺជា dashboard របស់យើងអញ្ចឹងខ្ញុំនឹងបង្ហាញទូទួលទៅលើ point នីមួយៗយើងមានដូចជាទិញសេវាកម្មឬក៏ buy service ហ្នឹងដោយអ្នកទាំងអស់គ្នាអាច booking ទៅលើ project របស់អ្នកទាំងអស់គ្នាជាមួយនឹង freelancer មួយណាទីនេះគឺជាប៊ូតុង message ដែលអ្នកទាំងអស់គ្នាអាចមាន private message ឆាតជាមួយនឹង freelancer រូបណាដែលអ្នកទាំងអស់គ្នាបានជ្រើសរើសបន្ទាប់ពីបាន booking រួច favorite កន្លែងនេះគឺជាកន្លែងដែលយើងអាចកំណត់សម្គាល់ service មួយណាដែលយើងចាប់អារម្មណ៍ជាមួយនឹង freelancer រូបណាដែលយើងចង់ធ្វើការជាមួយគាត់ហើយសម្រាប់ប៊ូតុង profile វិញអ្នកទាំងអស់គ្នាត្រូវតែបំពេញឈ្មោះរបស់អ្នកទាំងអស់គ្នារូបថតរបស់អ្នកទាំងអស់គ្នាដែលអាចជួយទៅកាន់ freelancer ហើយគាត់បានស្គាល់អ្នកទាំងអស់គ្នានៅពេលអនាគតផងដែរសម្រាប់ verifyអ្នកទាំងអស់គ្នាអាច upload អត្តសញ្ញាណប័ណ្ណរបស់អ្នកទាំងអស់គ្នាឬក៏ប័ណ្ណសម្គាល់ណាមួយដើម្បីបញ្ជាក់ថាអ្នកទាំងអស់គ្នាគឺជា client ពិត service ពិតដែលការទាំងអស់នេះយើងជាយាមធ្វើកុំឲ្យមាន scam ហើយអ្នកទាំងអស់គ្នាអាចផ្លាស់ប្ដូរ password របស់អ្នកទាំងអស់គ្នាគ្រប់ពេលវេលាឬក៏អ្នកទាំងអស់គ្នាអាច delete account របស់អ្នកទាំងអស់គ្នានឹងគ្រប់ពេលវេលាដូចគ្នាផងដែរវិធីងាយៗ3យ៉ាងក្នុងការស្វែងរកអ្នកធ្វើការ freelancer យើងអាចស្វែងរកនៅតំបន់ដំបូងបានដោយចុចនៅកន្លែងនេះវានឹង load តាមពាក្យដែលអ្នកស្វែងរកមួយទៀតអ្នកទាំងអស់គ្នាអាចចុច browser service នេះក៏បានបន្ទាប់មកយើងទៅ home page របស់គេហើយអ្នកទាំងអស់គ្នាត្រូវតែច្បាស់ថាអ្នកទាំងអស់គ្នាកំពុងតែរក freelancer ប្រភេទជាអ្វីហើយអ្នកទាំងអស់គ្នាអាចប្រើ filter មួយនេះដើម្បីស្វែងរក category និង budget របស់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាមានហើយវិធីចុងក្រោយមួយទៀតគឺអ្នកទាំងអស់គ្នាសុំជំនួយពីខាង admin ឬក៏សុំជំនួយពីខាងក្រុមការងាររបស់ពួកយើង freelancer មួយណាដែលស័ក្តិសមជាមួយ project របស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាគ្រាន់តែ click ទៅលើប៊ូតុង Telegram មួយនេះអ្នកទាំងអស់គ្នានឹងភ្ជាប់មកកាន់ Telegram របស់ក្រុមការងាររបស់យើងតែម្ដងហើយពេលថ្ងៃពួកយើងនឹងរៀបចំជូនក៏ដូចជា suggest ទៅ profile មួយចំនួនដែល fit ជាមួយនឹង project របស់លោកអ្នក exploring service អញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាអាចឆែកមើលបន្ថែមទៅលើតើពួកគេមាន serviceផ្ដល់ជូនបែបណាបន្ថែមទៀតឥឡូវយើងឧទាហរណ៍ទៅលើ freelancer profile នេះមួយចុះអញ្ចឹងលោកអ្នកនឹងបានឃើញនៅកន្លែងនេះទាំងអស់ទាក់ទងជាមួយនឹង description របស់ពួកគាត់ដែលលោកអ្នកអាចcheckមើលទៅលើទីតាំងទៅលើពេលវេលា available របស់ពួកគាត់និងការងារ advert ដែលពួកគាត់ចំណាយពេលធ្វើដោយលោកអ្នកបានឃើញនៅក្នុងវីដេអូនេះស្រាប់អញ្ចឹងលោកអ្នកអាចពិនិត្យមើលការងាររបស់ពួកគាត់តាមរយៈ CV ដែលពួកគាត់បានផុសនឹងឯងថាតើវា fit ជាមួយនឹង campaign របស់លោកអ្នកដែលកំពុងស្វែងរកដែរឬទេសម្រាប់ portfolio នីមួយៗហ្នឹងក៏ដូចជាតម្លៃដែលមាន basic មាន standard មាន premium អ្នកទាំងអស់គ្នាអាច click មើលតម្លៃនីមួយៗបានអញ្ចឹងបើសិនបើលោកអ្នកចាប់អារម្មណ៍ទៅលើ profile ណាមួយលោកអ្នកគ្រាន់តែចុចពាក្យថា contact ទៅកាន់ profile នោះទៅនោះនឹងឃើញផ្ទាំង message មួយដែលលោកអ្នកអាចតាក់ទងទៅគាត់ផ្ទាល់តែម្ដងហើយលោកអ្នកអាចសួរអំពី information បន្ថែមអំពីការងាររបស់ពួកគាត់ឬក៏ការងាររបស់លោកអ្នកចំពោះគាត់ផងដែរហើយអ្នកទាំងអស់គ្នាក៏អាច request ទៅកាន់ freelancer នីមួយៗសម្រាប់ការចរចាទៅលើតម្លៃផ្សេងៗផងដែរអញ្ចឹងមានន័យថាមិនមែនតម្លៃប៉ុណ្ណឹងយើងមើលឃើញទៅលើ service របស់គាត់តម្លៃខ្ពស់ជាងនេះឬក៏ទាបជាងនេះយើងមិនមែនមានន័យថាមិនអាចចរចាបាននោះទេយើងអាចនៅតែចរចាបានស៊ីសងទៅលើការព្រមព្រៀងរបស់អ្នកទាំងអស់គ្នាជាមួយនឹង freelancer រូបណាដែលអ្នកទាំងអស់គ្នាចាប់អារម្មណ៍នឹងឯងអញ្ចឹងនៅពេលដែលលោកអ្នកបានរៀបចំអ្វីគ្រប់យ៉ាងរួចហើយមកចុងក្រោយគឺ order right now order now សំទោស
order now អញ្ចឹងកន្លែង order now ហ្នឹងពួកយើងតម្រូវឲ្យលោកអ្នកបំពេញគ្រប់ទាំងព័ត៌មានលម្អិតផ្សេងៗបន្ទាប់មកលោកអ្នកគ្រាន់តែចុចពាក្យថា place order ហើយពេលនេះ platform នឹងឲ្យមុខងារបន្ថែមទៅលើការបង់លុយឬក៏បង់ payment ហ្នឹងឯងសូមលោកអ្នកចងចាំថា Veloy នឹងរក្សាទុក payment របស់អ្នកទាំងអស់គ្នារហូតដល់ project របស់អ្នកទាំងអស់គ្នាត្រូវបានបញ្ចប់ប្រសិនបើ project របស់អ្នកទាំងអស់គ្នាមិនបានបញ្ចប់នោះទេច្បាស់ណាស់ Veloy នឹងវេថវិកាជូនទៅកាន់លោកអ្នកវិញដែលកន្លែងនេះពួកយើងព្យាយាមបង្កើតភាពងាយស្រួលទាំងសងខាងតែម្ដងទាំងខាងភ្ញៀវទាំងខាង freelancer សូមលោកអ្នកចងចាំថារាល់ payment ទាំងអស់គឺ process តាមរយៈ Veloy ដែលអាចឲ្យលោកអ្នកជឿទុកចិត្តបានថាប្រសិនបើការងាររបស់អ្នកទាំងអស់គ្នាមិនហើយទេ payment របស់អ្នកទាំងអស់គ្នានឹងមិនត្រូវបាត់បង់ទៅណានោះទេបន្ទាប់ពី payment ត្រូវបានបញ្ចប់អ្នកទាំងអស់គ្នានឹងទទួលបាន email confirm មួយថា payment របស់អ្នកទាំងអស់គ្នាត្រូវបានបញ្ចប់រួចហើយពួកយើងនឹងបង្កើត private telegram group មួយដែលមាន freelancer មាន team Veloy និងលោកអ្នកដើម្បីបញ្ជាក់អំពីការទូទាត់ payment ផ្សេងៗត្រូវបានបញ្ចប់អញ្ចឹងអ្នកទាំងអស់គ្នាតែប៉ុណ្្នឹងឯងអត់ស្មុគស្មាញទេតែអ្នករៀបចំខ្លួនក្នុងការធ្វើការជាមួយនឹង freelancer ដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជាហើយនៅអញ្ចឹងបើសិនបើលោកអ្នកនៅតែមានចម្ងល់ក្នុងការបង្កើត account ឬការស្វែងរក freelancer ផ្សេងៗសូមលោកអ្នកតាក់ទងមកពួកយើងតាមរយៈ Telegram របស់ពួកយើងហើយពួកយើងនឹងរងចាំឆ្លើយសំណួររបស់លោកអ្នកគ្រប់ពេលវេលាអរគុណសម្រាប់ការតាមដានវីដេអូមួយនេះនិងអរគុណសម្រាប់ការជ្រើសរើសយក Veloy